បាទជំរាបសួរប្រិយមិត្តបាននេះជាថ្ងៃទី11បាទទស្សនភាពទស្សនភាពទូទៅនៅសឹងសង្កែក្នុងទីក្រុងបាត់ដំបងនេះអានស្ពានថ្មីបងប្អូនហើយនេះជាកម្រិតទឹកបច្ចុប្បន្នអាចមើលពីត្រើយខាងកើតទៅដល់ខាងលិចនោះជាផ្ទះសម័យកាលបារាំងនៅត្រើយខាងលិចនៃស្ទឹងសង្កែបាទទស្សនភាពទូទៅស្អាតនៅពេលព្រឹកម៉ោង8ថ្ងៃនេះគឺមេឃនេះស្ទុំអញ្ចឹងទៅបាទហើយបន្តមកយើងអាចឃើញថាប្រជាពលរដ្ឋយើងហាត់ប្រាណនៅសួនច្បារថ្មីនេះដែលហាត់ប្រាណពេលព្រឹកព្រលឹមពេលល្ងាចមានច្រើនគ្នាទៅមុខថាគា King Free បងប្អូននឹងវីឆាយនេះហើយទិដ្ឋភាពបាត់យកថ្ងៃនេះសម្រាប់ចែកចាយបងប្អូនបានទស្សនាហើយរដូវកាលនេះថាពិតទៅស្អាតខ្លាំងសម្រាប់សម្រស់ធម្មជាតិពណ៌បៃតងតែម្ដងពណ៌ខៀវស្រងាត់ភាសាខ្មែរយើងតែពាក្យខៀវស្រងាត់នេះអូស្អាតខ្លាំងមែនតើបងទឹកហូរឆ្នាំនេះនឹងមានទិន្នផលត្រីបានច្រើនណាស់មែនតើវាហូរបានត្រឹមត្រូវហើយហូរទៀងទាត់បាទតែបាត់ដំបងគឺជាទីក្រុងមួយផ្ដោតនៅទៅខ្លាំងទៅលើវិស័យសេដ្ឋកិច្ចកសិកម្មហើយមកកណ្ដាលទីក្រុងម្ដងគឺសម្បូរអាជីវករហើយនឹងជាក្រុងប្រកបដោយទេសចរណ៍បែបសម័យកាលប្រពៃណីជីវភាពប្រចាំថ្ងៃបាទទីក្រុងកសិកម្មការភ្លក់នៅផ្លែឈើស្រស់មានក្រូចពោធិ៍សាត់ក្រូចថ្លុងបាទសម្រាប់ប្រជាពលរដ្ឋខ្មែរយើងក៏អាចបរិភោគនៅណែមបាត់ដំបងនិងមានបបរផែអីតាមពេលរាត្រីណាស្រស់ស្រាយបងប្អូនពេលព្រឹកដែលអត់មានក្តៅចោលលហើយបងប្អូននេះយើងដើរលេងតិចមកទៅខាងនោះកន្លែងសម្រាប់មើលការបណ្ណាទូកវេទិកាទស្សនាការបណ្ណាទូកចុះទៅក្រោមអូខ្យល់ល្អបងប្រិយមិត្តអាចមកលេងកម្សាន្តទាំងអស់គ្នាឬក៏អ្នកដែលមិនតតធ្លាប់មកទេថ្ងៃនេះសាលាវិទ្យាល័យកំពុងតែប្រឡងមានញឹកតែល្ងាចឡើងតាមសួននេះគឺណែនតែម្ដងសិស្សសាលាមកហៅទិញអាហារសម្រាប់ញ៉ាំជុំគ្នាបាទនេះជាទស្សនវិជ្ជាទូទៅបងប្អូនប្រិយមិត្តជួយ Subscribe Share ដើម្បីបាននៅវីដេអូព័ត៌មានខ្លីៗបាទជូនបងប្អូនប្រិយមិត្តតទៀតអរគុណច្រើនសូមជម្រាបលា